យើងទាំងអស់គ្នាធ្លាប់បានទស្សនារួចមកហើយនៅកម្មវិធីផ្សេងៗនិយាយអំពីសត្វនៅជុំវិញពិភពលោកក៏ប៉ុន្តែនៅរយៈពេល2ឬ3សប្តាហ៍ខាងមុខនេះយើងនឹងបង្ហាញជូនលោកអ្នកអំពីសត្វព្រៃមួយចំនួននៅក្នុងប្រទេសកម្ពុជាការកាប់បំផ្លាញព្រៃឈើនិងការប្រមាញ់សត្វដោយល្មើសច្បាប់បានបំផ្លិចបំផ្លាញទាំងសត្វព្រៃនិងជម្រករបស់វានៅទូទាំងតំបន់សាច់រឿងនៃកម្មវិធីនេះនឹងពិនិត្យមើលការគំរាមកំហែងមួយចំនួនដែលកំពុងចោទជាបញ្ហាដល់សត្វទាំងនេះទន្ទឹមនឹងនេះក៏ពិនិត្យមើលផងដែរថាតើសត្វទាំងនោះអាចផ្ដល់ផលប្រយោជន៍ចំពោះយើងដោយរបៀបណាមនុស្សយើងក៏ពឹងផ្អែកទៅលើព្រៃឈើដែលមានការថែទាំបានល្អដែរព្រៃឈើផ្ដល់ជាសម្ភារៈសំណង់សំខាន់ជាច្រើនដូចជាឈើសំណង់ដើមឫស្សីបន្លែផ្លែឈើជាច្រើនព្រមទាំងជ័រសម្រាប់បិទទូកទៀតផងថ្នាំពេទ្យស្ទើរតែទាំងអស់ដែលមនុស្សបានស្គាល់គឺសុទ្ធតែជាលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីរុក្ខជាតិនិងសត្វទាំងអស់ប្រព័ន្ធអេកូឡូស៊ីដែលទទួលការថែទាំបានល្អនិងដែលមានតុល្យភាពអាចផ្ដល់ប្រយោជន៍គ្មានទីបញ្ចប់ឡើយនៅពេលបុព្វបុរសខ្មែរបានកសាងប្រាសាទអង្គរវត្តកាលពី1000ឆ្នាំមុនពួកគាត់បានកត់ត្រាយ៉ាងពិស្ដារនៅវប្បធម៌របស់ខ្លួនអ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺថាពួកគាត់បានពុះពៀការលំបាកជាច្រើនដើម្បីបញ្ចូលរូបភាពសត្វជាច្រើនដែលមាននៅសម័យនោះទៅក្នុងសិលាចារឹកសត្វមួយចំនួនត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងដូចជាសត្វក្រពើជាដើមសត្វផ្សេងទៀតរួមមានសត្វដំរីគ្រានិងរមាំងរួមជាមួយនឹងបណ្ដាសត្វផ្សេងទៀតជាច្រើនប្រភេទសប្តាហ៍ថ្ងៃនេះសត្វទាំងនេះជាច្រើនប្រភេទកំពុងស្ថិតក្រោមការគំរាមកំហែងនិងឈានទៅផុតពូជចំណែកឯសត្វដទៃទៀតបានផុតពូជពីព្រះរាជាណាចក្រនេះរួចជាស្រេចទៅហើយសត្វរមាសកុយមួយដែលមានចរិតនៅតាមប្រាសាទបាយ័នទើបតែបាត់ខ្លួននៅក្នុងអំឡុងពេលប្រហែល1សតវត្សប៉ុណ្ណោះប្រការគួរឲ្យព្រួយបារម្ភនោះគឺការបរបាញ់និងការបាត់បង់ជម្រករបស់សត្វទាំងនេះជាមូលហេតុដែលធ្វើឲ្យសត្វទាំងនោះវិនិច្ឆ័យហិនហោចប៉ុន្តែបើគ្មានការចាត់វិធានការនៅពេលឥឡូវនេះទេប្រភេទសត្វដទៃទៀតជាច្រើនក៏នឹងត្រូវវិនិច្ឆ័យជាបន្តបន្ទាប់ជាក់ជាពុំខានឡើយក្នុងចំណោមកិច្ចប្រឹងប្រែងដើម្បីថែរក្សាសត្វព្រៃដែលនៅសេសសល់រដ្ឋាភិបាលបានកំណត់យកតំបន់មួយចំនួននៅទូទាំងប្រទេសសម្រាប់ការពារជាពិសេសតំបន់ទាំងនោះមានជាអាចឧទ្យានជាតិគិរីរម្យឧទ្យានជាតិបូកគូនិងឧទ្យានជាតិវីរៈជ័យជាដើមតំបន់ខ្លះត្រូវបានជ្រើសរើសដោយសារវាមានសារៈសំខាន់ជាជម្រកសម្រាប់សត្វព្រៃដូចជាព្រៃកោងកាងនៅពាមប្រសោបនិងព្រៃលិចទឹកនៅបឹងទន្លេសាបជាដើមតំបន់ដទៃទៀតរួមមានព្រៃរបោះនៅតំបន់គូលែនព្រហ្មទិពក្នុងខេត្តព្រះវិហារនិងភ្នំព្រេចនៅខេត្តមណ្ឌលគិរីជាដើមបច្ចុប្បន្ននេះមានឧទ្យានជាតិដែនជម្រកសត្វព្រៃនិងតំបន់ការពារធម្មជាតិផ្សេងទៀតសរុបទាំងអស់ចំនួនច្រើនជាង20កន្លែងនៅទូទាំងប្រទេសឧទាហរណ៍ដ៏ល្អបំផុតមួយបង្ហាញពីភាពចាំបាច់ដើម្បីការពារសត្វព្រៃរបស់កម្ពុជានោះគឺសត្វគោព្រៃប្រទេសនីមួយៗនៅលើពិភពលោកតែងតែមាននិមិត្តសញ្ញាជាតិមួយចំនួនដើម្បីជាតំណាងរបស់ខ្លួននិមិត្តសញ្ញាទាំងនេះអាចជាទីកន្លែងល្បីល្បាញដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដូចជាអង្គរវត្តជាដើមប៉ុន្តែប្រទេសភាគច្រើនក៏កំណត់យកសត្វតំណាងជាតិរបស់ខ្លួនផងដែរនៅឆ្នាំ1960សត្វគោព្រៃត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុជ្រើសរើសធ្វើជាសត្វតំណាងឲ្យជាតិរបស់កម្ពុជាតែគួរឲ្យស្ដាយសប្តាហ៍ថ្ងៃនេះសត្វគោព្រៃប្រហែលជាត្រូវបានវិនិច្ឆ័យសាបសូន្យទៅហើយ
ការបបបាញ់ច្រើនហួសហេតុទំនងជាកត្តាមួយធ្វើឲ្យសត្វប្រភេទនេះវិនិច្ឆ័យផុតពូជការកំណត់ទំហំរបស់សត្វគោព្រៃតាមរយៈរូបភាពជាច្រើនដែលមានចំណាស់50ឆ្នាំទៅហើយនោះក៏ជាការលំបាកប៉ុន្តែគេបានដឹងថាសត្វគោព្រៃឈ្មោះពេញវ័យមានកម្ពស់គួរឲ្យស្ញើចរហូតដល់ទៅជិត 2.5 ម៉ែត្រសប្តាហ៍ថ្ងៃនេះសត្វខ្ទីងបានដណ្ដើមតួនាទីរបស់សត្វគោព្រៃដែលជាប្រភេទសត្វព្រៃទំពាអៀងធំបំផុតហើយវាអាចមានកម្ពស់ខ្ពស់ជាង 2 ម៉ែត្រជាអកុសលសត្វខ្ទីងក៏កំពុងឈានទៅវិនាសសាបសូន្យផងដែរដោយសារការប្រមាញ់និងការរីករាលដាលជំងឺដែលបង្កឡើងដោយសារសត្វពាហនៈក្នុងស្រុកផងដែរការបាត់បង់សត្វគោព្រៃគឺជាការបាត់បង់ដ៏ធំធេងណាស់និងមិនគ្រាន់តែជាការបាត់បង់និមិត្តរូបជាតិប៉ុណ្ណោះទេមានភស្តុតាងដែលបញ្ជាក់ថាសត្វដ៏អស្ចារ្យនេះមានភាពផ្សំទៅនឹងជំងឺប៉េសដែលតែងតែកើតលើសត្វគោក្របីក្នុងស្រុកដូច្នេះប្រសិនបើសត្វទាំងនោះនៅគង់វង្សនៅឡើយវាអាចប្រភពថ្នាំការពារវ៉ាក់សាំងសម្រាប់សត្វគោក្របីស្រុកទៀតផងជាអកុសលឱកាសដ៏កម្របែបនេះទំនងជាបានបាត់បង់ជារៀងរហូតហើយឥឡូវនេះដល់ពេលដែលយើងត្រូវធ្វើដំណើរទៅជួរភ្នំក្រវាញម្ដងដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជាជួរភ្នំក្រវាញមានលក្ខណៈពិសេសផ្ទាល់ខ្លួនដោយសារវាតំណាងឲ្យតំបន់ព្រៃឈើដ៏ធំតែមួយគត់ដែលនៅសល់ក្នុងដែនដីគោកនៃភូមិភាគអាស៊ីអាគ្នេយ៍តំបន់នេះក៏ជាជម្រករបស់សត្វកម្រមួយចំនួនផងដែរដូចជាសត្វក្រពើត្រីជាដើមក្នុងចំណោមប្រភេទសត្វក្រពើទាំង23ប្រភេទដែលមាននៅទូទាំងពិភពលោកនេះក្រពើត្រីគឺជាសត្វដែលជិតផុតពូជជាងគេអ្នកជំនាញជឿថាមានក្រពើប្រភេទនេះនៅសល់មិនលើសពី2ឬ300ក្បាលឡើយនៅក្នុងតំបន់ទាំងមូលដែលភាគច្រើនមានតែនៅក្នុងប្រទេសកម្ពុជាក្រពើអាចជាសត្វដែលមានវាសនាខ្ពស់បំផុតនៅលើភពផែនដីនេះដែលបានរស់រានមានជីវិតនិងស្ទើរតែគ្មានការផ្លាស់ប្ដូរទាល់តែសោះក្នុងរយៈពេលជាច្រើនលានឆ្នាំកន្លងមកនេះរូបភាពដ៏កម្រនៃសត្វក្រពើព្រៃនេះត្រូវបានថតក្នុងឆ្នាំ2003នៅក្នុងបឹងតូចមួយនៅជួរភ្នំក្រវាញសត្វក្រពើប្រភេទនេះដែលមានប្រវែងប្រហែលជា3ម៉ែត្រនេះអាចមានអាយុប្រមាណ30ឆ្នាំរឿងនិទានផ្សេងដែលនិយាយថាមានអារក្សថែរក្សាការពារបឹងបានធ្វើឲ្យអ្នកភូមិនៅតំបន់នោះមិនហ៊ានប៉ះពាល់សត្វក្រពើទាំងនោះទេគួរឲ្យសោកស្ដាយណាស់ដែលបច្ចុប្បន្នក្រពើព្រៃភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានរស់នៅតែក្នុងកសិដ្ឋាននានាទូទាំងប្រទេសទៅវិញប្រការដែលពុំគួរឲ្យជឿសោះនោះគឺថាភូមិខ្លះនៅជុំវិញបឹងទន្លេសាបមានក្រពើជាចំនួនច្រើនជាងចំនួនមនុស្សទៅទៀតសត្វដ៏អស្ចារ្យទាំងនេះមានវត្តមានប្រហែលជា300លានឆ្នាំមកហើយវាហាក់ដូចជាសោកនាដកម្មដ៏ធំមួយដែលមនុស្សអាចធ្វើឲ្យវាផុតពូជពីភពផែនដីក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះសត្វអណ្ដើកសរសៃឬដែលគេស្គាល់ថាជាអណ្ដើកលួងមានប្រវត្តិដ៏វែងឆ្ងាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយពងអណ្ដើកប្រភេទនេះត្រូវបានគេប្រមូលយកមកធ្វើជាមុខម្ហូបពិសេសសម្រាប់ថ្វាយព្រះមហាក្សត្រខ្មែរសប្តាហ៍ថ្ងៃសត្វប្រភេទនេះដែលមានប្រវត្តិជាយូរលង់មកហើយក៏ជិតផុតពូជយ៉ាងខ្លាំងផងដែរសប្តាហ៍ថ្ងៃអណ្ដើកសរសៃនៅមានតែក្នុងប្រទេសមួយចំនួនតូចប៉ុណ្ណោះនៅក្នុងពិភពលោកនៅប្រទេសឥណ្ឌាចំនួនអណ្ដើកប្រភេទនេះមានតិចបំផុតដែលការអង្កេតថ្មីមួយបានរកឃើញតែសម្បុកចំនួន2ប៉ុណ្ណោះគេពុំទាន់ដឹងអំពីចំនួនអណ្ដើកប្រភេទនេះនៅប្រទេសភូមានៅឡើយទេប៉ុន្តែជាការពិតណាស់ដែលថាវាមានចំនួនតិចតួចបំផុតចំណែកនៅប្រទេសថៃវិញ
ទោះបីមានកម្មវិធីបង្កាត់ពូជអណ្ដើកប្រភេទនេះក្នុងកន្លែងការពារក៏ដោយជាច្រើនឆ្នាំកន្លងមកនេះគេនៅតែពុំដែលឃើញមានសម្បុកសត្វប្រភេទនេះនៅក្នុងព្រៃឡើយនៅប្រទេសម៉ាឡេស៊ីទំនប់ទឹកថ្មីមួយហាក់ដូចជាបានបំផ្លាញកន្លែងបង្កាត់ពូជដ៏សំខាន់របស់វាដោយបណ្ដាឲ្យចំនួនសម្បុករបស់វាធ្លាក់ចុះយ៉ាងខ្លាំងពីប្រមាណ 1,300 នៅឆ្នាំ1997មកនៅត្រឹមចំនួនជាង50សម្បុកប៉ុណ្ណោះនៅឆ្នាំ2002សប្តាហ៍ថ្ងៃនេះគេនៅពុំទាន់ដឹងអំពីចំនួនអណ្ដើកសរសៃនៅប្រទេសឥណ្ឌូនេស៊ីនៅឡើយទេប៉ុន្តែវាមិនទំនងជាមានចំនួនច្រើននោះឡើយក្នុងអំឡុងពេល3ឆ្នាំកន្លងទៅនេះការសិក្សាមួយអំពីអណ្ដើកប្រភេទនេះនៅក្នុងប្រទេសកម្ពុជាហើយការសិក្សានេះបង្ហាញថាទំនងជាមាននៅសល់អណ្ដើកញីប្រភេទនេះមិនលើសពី10ក្បាលឡើយដែលស្ថិតនៅក្នុងវ័យបន្តពូជបច្ចុប្បន្ននេះមានកិច្ចប្រឹងប្រែងជាច្រើនដើម្បីការពារអណ្ដើកដែលនៅសេសសល់ក្នុងចំនួនដ៏តិចតួចនេះកិច្ចប្រឹងប្រែងទាំងនេះមានជាអាចការអប់រំប្រជាជននៅមូលដ្ឋានដែលពួកគាត់បានទទួលយកនៅការណែនាំនេះការត្រួតពិនិត្យមើលទីផ្សារជាប្រចាំព្រមទាំងការចាត់វិធានការដោយផ្ទាល់ដើម្បីការពារសម្បុកអណ្ដើករួមជាមួយអ្នកល្បាតមូលដ្ឋានមួយក្រុមបានស្វែងរកសម្បុកដែលមានពងថ្មីបន្ទាប់មកត្រូវចំណាយពេលប្រមាណ5ខែដើម្បីការពារសម្បុកទាំងនោះពីការយាយីនៃសត្វនិងមនុស្សនៅពេលញាស់ចេញមកកូនអណ្ដើកទាំងនោះត្រូវបានថ្លឹងចុះបញ្ជីនិងមានភ្ជាប់ប្រដាប់តូចជាប់នឹងកូនអណ្ដើកទាំងនោះសម្រាប់ផ្ដល់សញ្ញាដើម្បីអាចកំណត់បាននៅពេលកូនអណ្ដើកទាំងនោះត្រូវគេចាប់បាននៅពេលក្រោយនៅពេលដែលគេកត់ត្រាបានព័ត៌មានទាំងនេះរួចហើយគេក៏លែងកូនអណ្ដើកទាំងនោះចូលទៅក្នុងស្ទឹងក្រុមល្បាតព្យាយាមដើម្បីឲ្យប្រជាជនមូលដ្ឋានចូលរួមក្នុងការលែងកូនអណ្ដើកទាំងនេះដោយសង្ឃឹមថាការធ្វើបែបនេះនឹងជួយផ្សព្វផ្សាយខ្លឹមសារនៃសកម្មភាពនេះគេបានដាក់ផ្លាកសញ្ញាណែនាំធំៗនៅតាមទីកន្លែងផ្សេងៗដើម្បីព្យាយាមរារាំងការនេសាទដែលមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនិងល្មើសច្បាប់ព្រមទាំងលើកទឹកចិត្តឲ្យជួយការពារសត្វអណ្ដើកផងដែរកិច្ចប្រឹងប្រែងផ្សេងៗជាច្រើនដើម្បីអប់រំប្រជាជនក្នុងមូលដ្ឋានកំពុងតែចាប់ផ្ដើមបង្ហាញលទ្ធផលហើយថ្មីនេះអ្នកនេសាទមួយចំនួនបានប្រគល់កូនអណ្ដើកមួយចំនួនដែលខ្លួនចាប់បានដោយចៃដន្យដោយសារវាត្រូវការរយៈពេល25ឆ្នាំទើបគ្រប់អាយុអាចបន្តពូជបានអណ្ដើកសរសៃទាំងនេះត្រូវជួបនឹងការលំបាកជាច្រើននៅពេលអនាគតទោះជាយ៉ាងណាក៏ដោយមានការខិតខំប្រឹងប្រែងនានាកំពុងតែដំណើរការទៅមុខនោះយ៉ាងហោចណាស់កូនអណ្ដើកទាំងនេះក៏មានឱកាសដើម្បីរស់រានមានជីវិតដែរប្រទេសកម្ពុជាមិនសូវមានអំណោយផលខាងធនធានមានតម្លៃដូចជាប្រេងកាតឬមាសនោះទេដូច្នេះប្រទេសនេះចាំបាច់ត្រូវប្រើប្រាស់អ្វីដែលខ្លួនមានឲ្យបានផលប្រយោជន៍ច្រើនបំផុតប្រាសាទអង្គរដ៏អស្ចារ្យបានក្លាយជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសនេះតាមរយៈវិស័យទេសចរណ៍ទោះជាយ៉ាងណាក៏ដោយធម្មជាតិអាចផ្ដល់ប្រយោជន៍យ៉ាងច្រើនតែក្នុងករណីដែលមានការទាញយកផលប្រកបដោយនិរន្តរភាពតែប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាមានកន្លែងជាច្រើនដែលមានសត្វព្រៃសំខាន់រស់នៅហើយក៏មានមនុស្សជាច្រើនដែលសុខចិត្តចំណាយប្រាក់ដើម្បីមកទស្សនាសត្វទាំងនោះនៅក្នុងលក្ខខណ្ឌធម្មជាតិទេសចរណ៍ធម្មជាតិនឹងជាគំនិតថ្មីមួយសម្រាប់មនុស្សជាច្រើនប៉ុន្តែជាមធ្យោបាយដ៏សំខាន់មួយដែលសត្វទាំងនោះអាចផ្ដល់ផលប្រយោជន៍ដល់មនុស្សយើង
ទេសចរធម្មជាតិនេះមានគោលដៅផ្ដល់ឲ្យសហគមន៍ជនបទនៅជម្រើសផ្សេងនៃការរកប្រាក់ចំណូលដើម្បីឲ្យពួកគាត់ពុំចាំបាច់ធ្វើអាជីវកម្មលើធនធានធម្មជាតិនៅក្នុងតំបន់របស់ខ្លួនតទៅទៀតហើយព្រមទាំងលើកទឹកចិត្តឲ្យមានគំនិតអភិរក្សទៀតផងប្រសិនបើគ្រប់គ្រងបានត្រឹមត្រូវសហគមន៍ទាំងមូលអាចទទួលបានផលប្រយោជន៍ពោលគឺមិនមែនមានតែបុគ្គល2 3នាក់នោះឡើយឥឡូវនេះយើងធ្វើដំណើរទៅកាន់ដែនជម្រកសត្វស្លាបនៅព្រែកតនៅបឹងទន្លេសាបវិញម្ដងរហូតមកដល់ពេលថ្មីនេះប្រជាជននៅភូមិព្រែកតបានប្រមូលពងសត្វជាច្រើនពីសម្បុកសត្វស្លាបនៅទីនោះជាអកុសលការធ្វើដូច្នេះពិតជាគ្មាននិរន្តរភាពទេនិងមានន័យថាសត្វប្រភេទជាច្រើនចិត្តបានឈានទៅវិនាសផុតពូជឧទាហរណ៍ដូចជាសត្វស្មោញជាដើមនៅពេលកន្លែងនោះត្រូវបានកំណត់ជាដំបូងសម្រាប់ការពារមានតែសត្វស្លាបប្រមាណជា200គូប៉ុណ្ណោះដែលនៅសល់បន្ទាប់ពីរយៈពេល4ឆ្នាំប៉ុណ្ណោះបច្ចុប្បន្ននេះមានសត្វស្លាបប្រហែលជា500គូទៅហើយដែលផ្ដល់សេចក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ការរស់រានមានជីវិតរបស់សត្វទាំងនោះនាពេលអនាគតការផ្លាស់ប្ដូរមួយចំនួនត្រូវបានចាត់ចែងឡើងនៅក្នុងភូមិព្រែកតលដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរួមមានការរៀបចំឲ្យមានសេវាទេសចរធម្មជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ្នកភូមិឲ្យបានច្រើនបំផុតនោះតាមតែអាចធ្វើបានគម្រោងនេះបានផ្ដល់ការងារដល់មនុស្សចំនួន25នាក់ឲ្យធ្វើជាអ្នកល្បាតនិងប្រហែលជា70នាក់ទៀតនៅក្នុងភូមិនេះដើម្បីបដូរវេនគ្នាដឹកអ្នកទេសចរទស្សនាសត្វស្លាបទាំងនោះដើម្បីផ្ដល់ប្រភពអាហារបន្ថែមគម្រោងនេះកំពុងបង្រៀនប្រជាជនឲ្យចេះបង្កើតសួនបណ្ដែតទឹកដែលពួកគាត់អាចដាំបន្លែនិងផ្លែឈើបានដោយមានចំនួនអ្នកទេសចរកើនឡើងជាលំដាប់ទាំងសត្វស្លាបនិងទាំងអ្នកភូមិទំនងជាមានអនាគតរុងរឿងការទស្សនាសត្វស្លាបគឺជាសកម្មភាពដ៏ពេញនិយមនៅបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកនេះដោយសារប្រទេសកម្ពុជាគឺជាជម្រករបស់សត្វដ៏កម្រនិងសំខាន់ជាច្រើនប្រភេទហើយប្រភេទសត្វមួយចំនួនបានផុតពូជទៅហើយនៅក្នុងប្រទេសផ្សេងទៀតហើយនេះយើងសង្ឃឹមថានឹងមានកំណើនចំនួនភ្ញៀវទេសចរមកទស្សនាសត្វនានានៅទីនេះអូសៀនជាតិគិរីរម្យក៏ជាគោលដៅទេសចរមួយទៀតដែលកំពុងមានការអភិវឌ្ឍដោយមានចំនួនអ្នកមកទស្សនាកាន់តែកើនឡើងជាលំដាប់មជ្ឈមណ្ឌលទេសចរថ្មីមួយត្រូវបានបង្កើតឡើងដើម្បីជួយអប់រំប្រជាជនហើយផែនការពង្រីកផ្លូវទៅកាន់ឧទ្យានត្រូវបានគ្រោងរួចហើយដែរដើម្បីពង្រីកផ្លូវចូលទៅទស្សនាឧទ្យានជាតិនេះនិងដើម្បីផ្ដល់ជម្រើសមួយផ្សេងទៀតការទស្សនាកន្លែងនានាផ្សេងទៀតនៅក្នុងឧទ្យាននេះកន្លែងដែលមានភាពតាក់ទាញបែបនេះមានដូចជាទឹកធ្លាក់ចំបក់ដែលស្ថិតនៅជាប់ព្រំប្រទល់ឧទ្យាននេះទឹកធ្លាក់ប្រកបដោយសោភ័ណភាពគួរឲ្យស្ញប់ស្ញែងនេះកំពុងទទួលអ្នកទេសចររាប់រយនាក់នៅរៀងរាល់ចុងសប្តាហ៍ហើយបានចាប់ផ្ដើមផ្ដល់ផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋានរួចស្រេចទៅហើយមានគំនិតផ្ដួចផ្ដើមជាច្រើនដែលកំពុងប្រើប្រាស់នៅទីនេះដើម្បីបង្កើនចំណូលខ្លះៗសម្រាប់ជាប្រយោជន៍ដល់អ្នកភូមិឥឡូវនេះអ្នកទេសចរអាចជួលកង់នៅទីនោះបានចំណែកអ្នកភូមិក៏អាចលក់ដូរនិងវត្ថុអនុស្សាវរីយ៍ផ្សេងដល់អ្នកទេសចរផងដែរថវិកាដែលចូលទៅក្នុងសហគមន៍មិនជាច្រើនទេប៉ុន្តែវានឹងកើនឡើងបន្តិចម្ដងហើយយើងសង្ឃឹមថានឹងលើកទឹកចិត្តប្រជាជនឲ្យកាន់តែយកចិត្តទុកដាក់ថែមទៀតដល់បរិស្ថានធម្មជាតិរបស់ខ្លួននេះជាកន្លែងគួរឲ្យចង់ទស្សនាណាស់និងអាចផ្ដល់ឱកាសបានឃើញសត្វព្រៃទៀតផងសត្វប្រមាទាំងនេះបានស៊ាំនឹងអ្នកទេសចរទៅហើយតែងតែបង្ហាញខ្លួនជាទៀងទាត់ដើម្បីចំណីអាហារដែលនៅសេសសល់
មានទីកន្លែងផ្សេងជាច្រើនទៀតនៅក្នុងប្រទេសដែលអាចទាក់ទាញអ្នកទេសចរមកទស្សនានានាពីអនាគតកេរមរតកធម្មជាតិរបស់ប្រទេសកម្ពុជាអាចផ្ដល់ផលប្រយោជន៍ជាច្រើនប្រសិនបើយើងអាចការពារនៅអ្វីដែលនៅសល់សពថ្ងៃនេះឲ្យបានគង់វង្សវិស័យទេសចរគឺគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះក្នុងចំណោមមធ្យោបាយជាច្រើនដើម្បីការពារសត្វព្រៃការអនុវត្តច្បាប់គឺជាការចាំបាច់បំផុតប៉ុន្តែប្រការសំខាន់គឺការទាមទារឲ្យមានការចូលរួមសហការពីយើងទាំងអស់គ្នាសត្វព្រៃនៅតែមានលក់នៅឡើយនៅតាមទីផ្សារនិងនៅតាមភោជនីយដ្ឋានសម្រាប់ជាអាហារឬជួនកាលជាសត្វចិញ្ចឹមលម្អហើយព្រៃឈើក៏កំពុងតែទទួលនឹងការបំផ្លិចបំផ្លាញនៅឡើយដែរដោយសារប្រភេទសត្វជាច្រើនកំពុងឈានទៅផុតពូជដូច្នេះប្រការចាំបាច់គឺយើងទាំងអស់គ្នាត្រូវបញ្ឈប់ការប្រមាញ់និងការបំផ្លាញទីជម្រករបស់សត្វទាំងនេះចំណុចសំខាន់គឺយើងទាំងអស់គ្នាត្រូវសម្លឹងមើលទៅពេលអនាគតដែលពោពេញដោយសត្វព្រៃរស់នៅយ៉ាងសម្បូរក្នុងធម្មជាតិនិងផ្ដល់ផលប្រយោជន៍ដល់សហគមន៍ជាយូរអង្វែងប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ការពារសត្វជាច្រើនប្រភេទដូច្នេះសូមកុំទិញសត្វព្រៃឬក៏ផលិតផលនានាដែលកើតពីសត្វព្រៃនៅសប្តាហ៍ក្រោយយើងនឹងធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរីដែលនៅទីនោះយើងនឹងនាំមកជូនលោកអ្នកនៅសត្វដ៏គួរឲ្យចង់ទស្សនាមួយចំនួននៅក្នុងប្រទេសយើង